ជំរាបសួរបានហើយវីដេអូនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅសាលាកូនខ្ញុំ King ថ្ងៃហ្នឹងគឺជាអាទិត្យចុងក្រោយមុនសាលាគេវ៉ាកងហើយជាធម្មតានៅសាលាគេនៅនេះឲ្យទៅដល់អាទិត្យចុងក្រោយហ្នឹងគេតែងតែអញ្ជើញក្រុមគ្រួសារកូនសិស្សនីមួយៗគ្រប់ថ្នាក់ទាំងអស់ដើម្បីមកជុំគ្នាចំណាយពេលញ៉ាំអាហារថ្ងៃត្រង់ជាមួយកូនហើយដូចឃើញនៅក្នុងវីដេអូចឹងមានគ្រួសារជាច្រើនយកម្ហូបមកពីផ្ទះចឹងទៅអ្នកខ្លះក៏ទិញម្ហូបមកពីក្រៅចឹងទៅហើយសាលាគេក៏គេផ្ដល់ម្ហូបឲ្យដែរប៉ុន្តែថ្ងៃហ្នឹងសេតបន្តិចដោយសារតែម៉ាក់ King រវល់ធ្វើការអញ្ចឹងហើយខ្ញុំបានមកតែពីរអ្នក print ទេហើយជាធម្មតាបើពីរអ្នកប្តីប្រពន្ធខ្ញុំអត់រវល់ទេខ្ញុំតែងតែមកចូលរួមកម្មវិធីនេះដើម្បីចំណាយពេលជាមួយកូនញ៉ាំអាហារថ្ងៃត្រង់ហើយគេអនុញ្ញាតឲ្យយើងលេងជាមួយកូនយើងបន្តិចហើយបានកូនយើងត្រឡប់ទៅសាលារៀនវិញត្រឡប់ទៅថ្នាក់រៀនវិញអញ្ចឹងណាហើយវីដេអូមានតែប៉ុណ្្នឹង